បាទជំរាបសួរអ្នកដែលកំពុងទៅរៀនភាសាជប៉ុនទាំងអស់គ្នាថ្ងៃនេះយើងចូលមកដល់មេរៀនថ្មីមួយទៀតហើយដែលពាក្យនោះគេហៅថាយោអងហ្នឹងហើយអ្នកទាំងអស់គ្នាយោអងហ្នឹងមានន័យថាម៉េចទៅបាទអ្នកទាំងអស់គ្នាយោអងហ្នឹងមានន័យថាអក្សរដូចតែវាថាយើងដាក់ជើងហ្នឹងខ្មែរយើងមកថាខជើងយោខ្យអញ្ចឹងណាហ្នឹងហើយពាក្យវាអត់ពេញលក្ខណៈលាយជាមួយនឹងព្យញ្ជនៈមួយលាយជាមួយនឹងស្រៈមួយកន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងចំណោមអក្សរទាំងអស់ដែលយើងបានរៀនអដល់អ៊ឺហ្នឹងគឺមានតែ3ជួរទេតែអត់មានគឺជួរអជួរយៈជួរវៈហ្នឹងហើយអក្សរដែលស្រៈតូចទាំង3ហ្នឹងគឺនៅលើជួរទី2ទាំងអស់អក្សរជួរទី2ណាហើយហ្នឹងឯអ្នកទាំងអស់គ្នាអក្សរយៈអក្សរយុអក្សរយោប៉ុន្តែអក្សរតូចហើយតូចហ្នឹងភាសាជប៉ុនគេហៅថាឈីសៃឈីសៃនឹងតូចអញ្ចឹងបើយៈតូចមានថាឈីសៃយៈយុតូចឈីសៃយុយោតូចគឺឈីសៃយោហ្នឹងហើយបាទហើយដូចដែលបានរៀបរាប់ជូនបាញ់មិញអញ្ចឹងឈីសៃយៈយុយោហ្នឹងវាមានច្រើនជួរតែថ្ងៃនេះខ្ញុំសូមលើកយកតែជួរខិមកជំរាបជូនអ្នកទាំងអស់គ្នាតែប៉ុណ្ណោះបាទនៅក្នុងនេះផងដែរខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាម្ដងទៀតហើយក៏រំលឹកឡើងវិញរបៀបចាំអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាយោអងអក្សរឈីសៃយៈយុយោហ្នឹងគេហៅយោអងហើយឈីសៃហ្នឹងបកប្រែថាតូចហ្នឹងហើយ3ហ្នឹងគេហៅថាឈីសៃយៈឈីសៃយុឈីសៃយោអាហ្នឹងយៈយុយោតូចណាហ្នឹងហើយនៅក្នុងហ្នឹងវាមាននៅក្នុងអក្សរអីខ្លះអញ្ចឹងដូចដែលបានរៀនអាកាសាតនៈហមាយារវៈអញ្ចឹងយើងយកអក្សរជួរទី2ហ្នឹងហើយយើងរបៀបចំណាំគឺជួរអអត់មានទេហើយជួរយៈអត់មានទេហើយជួរវៈក៏អត់មានដែរអញ្ចឹងខ្ញុំសូមលើកទី1ហ្នឹងយកមកនិយាយជួរទី2គឺខិបូកនឹងយៈខិបូកនឹងយុខិបូកនឹងយោអញ្ចឹងធ្លាប់តាបើយើងខិបូកយៈខិយៈបើខិបូកនឹងយុធំគឺខិយុបើខិបូកនឹងយោធំគឺខិយោហ្នឹងហើយខិយៈខិយុខិយោប៉ុន្តែដល់ពេលមកជួបអឈីសៃយៈយុយោហ្នឹងគឺយើងអានបែបផ្សេងហ្នឹងហើយកន្លែងនេះខ្ញុំចង់បញ្យល់ជាភាសាអង់គ្លេសទៅបានស្រួលអញ្ចឹងខិយៈហ្នឹងវាមានអក្សរ KI YA នៅពេលណាដែលអាឈីសៃយៈហ្នឹងវាចូលទៅបូកមួយអក្សរខិហ្នឹងវាធ្វើឲ្យបាត់សំឡេងអក្សរខិហ្នឹងវាទៅសល់តែអក្សរ K អញ្ចឹងអាដាច់អក្សរដែលនៅជាប់យៈខាងក្រោយហ្នឹងគឺដាច់ចេញហើយអញ្ចឹងគឺនៅសល់តែ K YA បាត់អក្សរ I ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងទៅជាខ្យៈបាទដល់ពេលអញ្ចឹងទៅខ្យុគឺដូចគ្នាខិយុដល់ពេលជួបជាមួយឈីសៃយុទៅជាខ្យុហ្នឹងហើយអញ្ចឹងបាត់អក្សរ I ហ្នឹងណាហើយរីឯខ្យោវិញក៏ដូចគ្នាខិយោទៅជាខ្យោអរគុណច្រើនអ្នកទាំងអស់គ្នាសុយគីណែ